នេះខ្ញុំនឹងមកចែករំលែកអំពីសារៈប្រយោជន៍នៃការប្រើប្រាស់មុខសុវត្ថិភាពនៅពេលយើងធ្វើដំណើរលើដងផ្លូវយើងតែងតែឃើញគ្រោះថ្នាក់ផ្សេងៗហើយយើងក៏មិនដឹងទេថាតើគ្រោះថ្នាក់ទាំងនោះនឹងកើតឡើងលើយើងឬក៏អត់ដូច្នេះប្រសិនបើវាកើតឡើងនៅលើយើងហើយយើងមិនបានប្រើប្រាស់មុខសុវត្ថិភាពវាអាចនឹងប៉ះពាល់ទៅដល់ក្បាលរបស់យើងដូច្នេះមុខសុវត្ថិភាពគឺជារបស់មួយយ៉ាងសំខាន់ដើម្បីការពារខ្លួនរបស់យើងកុំឲ្យប៉ះពាល់ទៅលើខួរក្បាលមុខសុវត្ថិភាពមិនត្រឹមតែអាចជួយការពារក្បាលរបស់យើងតែប៉ុណ្ណោះទេប៉ុន្តែវាក៏អាចកាត់បន្ថយការស្លាប់បាត់បង់ជីវិតនៅបង្កើនភាគរយនៃការរស់រានមានជីវិតរបស់យើងនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ផងដែរដូច្នេះខ្ញុំសូមអំពាវនាវដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋគ្រប់រូបឲ្យពាក់មុខគ្រប់គ្នានៅពេលដែលប្រើប្រាស់ម៉ូតូនៅតាមដងផ្លូវបន្តិចមិនស្លាប់បើអ្នកប្រញាប់អ្នកអាចស្លាប់បាន